ថ្ងៃនេះខ្ញុំសម្រាប់ចិត្តថាចុះចាញ់ការពិតនៅតែជាការពិតខ្ញុំគួរតែទទួលយកការពិតតាំងពីយូរមកម្ល៉េះបាយមនុស្សការរបស់ខ្ញុំបានស្គាល់អ្នកខ្ញុំមិនដែលស្ដាយក្រោយទេអ្នកជាមនុស្សល្អខ្ញុំនៅតែស្រឡាញ់អ្នកដោយថ្ងៃដំបូងអញ្ចឹងប៉ុន្តែតាំងចិត្តត្រូវតែធ្វើឲ្យបានធំអីត្រូវចេះអស់លែងនិងទទួលស្គាល់ការពិតខ្ញុំថែរក្សាអ្នកមិនបានល្អជាកំហុសរបស់ខ្ញុំមិនដាច់ចិត្តទេមិនដាច់ចិត្តនឹងអនុស្សាវរីយ៍ល្អរបស់ពួកយើងព្រោះតែមិនដាច់ចិត្តពីមនុស្សល្អដូចអ្នកតែទៅហើយធ្វើមិនយើងមិនមាននិស្ស័យជាគូនឹងគ្នាបានស្គាល់អ្នកជារឿងមួយដែលខ្ញុំសប្បាយចិត្តជាងគេក្នុងជីវិតមិនដឹងថាអ្នកកំពុងតែស្ដាប់ឬអត់ទេប៉ុន្តែបើស្ដាប់ចង់ប្រាប់ថាអរគុណដែលមកហាញុកនៅក្នុងវ័យដែលពោពេញដោយក្តីស្រឡាញ់របស់ខ្ញុំអ្នកធ្លាប់មករៀនខ្ញុំថាមនុស្សត្រូវតែចេះដើរទៅមុខកុំខ្លាចពាក្យដែលខ្ញុំចង់ឲ្យអ្នកចងចាំនោះគឺអ្នកជាមនុស្សពូកែខ្ញុំតែមានមោទនភាពចំពោះអ្នកជានិច្ច